កន្លងមកខ្ញុំបានតេស្តកាមេរ៉ាទូរស័ព្ទច្រើនហើយប៉ុន្តែលើកនេះខ្ញុំរកឃើញទូរស័ព្ទដែលមានកាមេរ៉ាថតស្អាតជួយឲ្យថតស្អាតចាំមើលខ្ញុំថតសាកល្បងឲ្យអ្នកទាំងអស់គ្នាឃើញនេះគឺ iPhone 16 Pro Max ហើយនេះទូរស័ព្ទដែលខ្ញុំតេស្តខ្ញុំចូលទៅក្នុងកាមេរ៉ាដូចគ្នាចូលទៅក្នុង Portrait Mode ដូចគ្នាឃើញទេហើយនេះគឺខ្ញុំប្រើ Portrait 2x នេះគឺ Portrait 2x ដូចគ្នាស្មើនឹង 50mm ឃើញទេចាំមើលចុចថតឯណាមកមើលមកកាមេរ៉ាទាំងអស់គ្នាអីមើលទាំងអស់គ្នាមានម្នាក់ហ្នឹងតើអូខេ1 2 3លយតែម្ដងមើលលទ្ធផលរូបខ្ញុំដាក់នៅលើ screen ដើម្បីឲ្យស្រួលមើលឃើញអត់បូកេលយតែម្ដងឥឡូវខ្ញុំថតយក skin detail ម្ដងមានន័យថាថតរៀងជិតប្លង់រៀងជិតម្ដងអូខេណាមាន skin detail ហើយជិតងាកមើលមកចំកាមេរ៉ាហ្មងសិនណាហ្នឹងហើយអូខេ1 2 3មើលនៅលើ screen ដើម្បីឲ្យឃើញកាន់តែច្បាស់1 2 3អូខេ iPhone ម្ដងខ្ញុំយកត្រឹម 5x ប៉ុន្តែប្រហែលជាត្រូវថយក្រោយតិចព្រោះដោយសារ 5x វាគៀកជាងតែប្លង់ប្រហែលគ្នាត្រឹមទ្រូងរហូតដល់ចុងសក់1 2 3ឥឡូវមើលលទ្ធផលរូបរបស់គ្នា1 2មើលមួយណា skin ស្អាតជាងមើលនៅក្នុងទូរស័ព្ទតែម្ដងហើយនឹងមើលរូបនៅលើអេក្រង់កុំព្យូទ័រយ៉ាងម៉េចដែរឥឡូវយើងទៅថតកន្លែងដែលរៀងខ្សោយពលឺតិចព្រោះឥឡូវយើងថតក្រៅអញ្ចឹងណាពលឺគ្រប់ឥឡូវយើងថតក្នុងផ្ទះម្ដងហើយការថតរបស់ខ្ញុំនេះអត់មានសេរីអីច្រើនទេចូលតែក្នុងកាមេរ៉ាចូល Portrait Mode ថតយកតែម្ដងឥឡូវថតកន្លែងខ្សោយពលឺយកតែមែនតែម្ដង Portrait Mode ណាអូខេចាំមើល1 2 3មិនដែរឃើញរូបមិញនេះថតកន្លែងដែលល្ងឹតហ្មងមានភ្លើងតិចតិចដោយអំពូលទេឥឡូវថតមួយទៀតមើលយ៉ាងម៉េចដែរកុំឲ្យថាជួនកាលថតទៅចៃដន្យម្ដងទៀត1 2 3ឃើញទេឥឡូវយើងតេស្តផ្នែកវីដេអូ blur background ហើយប្រើពន្លឺធម្មជាតិសុទ្ធហ្មងប្រើការថតវីដេអូ portrait ចាំមើល1 2 3ទៅទាំងអស់គ្នាហើយអូខេកាយវិការខ្ញុំដាក់កាមេរ៉ាចាំមើលមួយណា blur background ស្អាតជាងឃើញទេមើលលទ្ធផលនៅលើ screen ហ្នឹងតើមួយណាថតស្អាតជាងមួយណាដែលយើងពេញចិត្តជាងមើលតាមហ្នឹងទៅអូខេនេះឃើញទេស្រឡាញ់ទេនេះស្រឡាញ់មួយណាអូខេផ្ដាច់ហើយនេះមិញថតហើយអ្នកទាំងអស់គ្នាបានមើលតែសង្ស័យអត់ទាន់បានមើលឥឡូវយកមកមើលទាំងអស់គ្នាមើលនេះ iPhone ហើយនេះ Vivo គឺ Vivo អី Vivo X200 Pro នេះមើលពេញចិត្តប៉ុណ្ណានេះមើល preview ទាំងពីរហ្នឹងឲ្យជុំគ្នានេះមើលរូបពីដើមមកថតនេះកន្លែងក្រុមដើមជើងមិញមើលមុនគេមិញនេះទៅនេះឃើញទេក្នុងការដែលខ្ញុំថតកន្លងមកខ្ញុំតេស្តទូរស័ព្ទច្រើនណាស់តែទូរស័ព្ទដែលមានភាពងាយស្រួលប្រើក្នុងការថតហើយថតចេញមកបានស្អាតហ្នឹងនេះទូរស័ព្ទនេះមួយដែលជាជម្រើសល្អជាងគេច្រើនមិនមែនថាទូរស័ព្ទផ្សេងអន់ទេតែគ្រាន់តែកន្លែងផ្សេងយើងចុចច្រើនបន្តិចសម្រាប់នេះគឺយើងគ្រាន់តែដូរទៅជា Portrait Mode ដោះស្រាយអស់លីងទាំងបញ្ហាពណ៌ពេលខ្លះយើងថតទៅពណ៌វារៀងឡើងក្រហមលឿងអីគឺវាដោះស្រាយកន្លែងទីតាំងដែលយើងថតនៅក្នុងករណីដែលខ្ញុំថតពេលចូលឆ្នាំកន្លែងខ្ញុំថតរៀងបៃតងតែទៅពេលដល់ចូលទៅក្នុង Portrait Mode វិញគឺថតចេញមកស្អាតតែម្ដង Vivo X200 Pro លក្ខណៈពិសេសត្រង់ថាមានកាមេរ៉ាដែលមានទំហំ sensor ធំហើយជាមួយនឹង aperture ធំកាមេរ៉ាគោលកាមេរ៉ា 3x.7 អានឹងជា optical zoom ហើយជាមួយនឹងកាមេរ៉ាប្លង់ទលាយ 0.6x អញ្ចឹងយើងថតបានលក្ខខណ្ឌផ្សេងៗគ្នាពី50 megapixel រហូតដល់200 megapixel ដែលអាចផ្ដល់ detail ហើយជាមួយនឹងភាពច្បាស់នៅកន្លែងខ្សោយពលឺហើយលក្ខណៈពិសេសហ្នឹងគឺដោយសារ Vivo សហការគ្នាជាមួយនឹង Zeiss ដែលធ្វើឲ្យការថតស្អាតដូចជាមួយនឹងការថត DSLR ដូចជាការធ្វើឲ្យ blur background ដែលយើងហៅថា Zeiss bokeh effect ហ្នឹងគឺមានជម្រើសច្រើនមែនតើខ្ញុំធ្លាប់បានតេស្តពីជំនាន់មុនហើយប៉ុន្តែទៅពេលដល់មកតេស្តសម្រាប់ X200 Pro នេះកាន់តែពិសេសត្រង់ថា software ដែលយើងហៅថា computational photography បូកជាមួយនឹង hardware ជាទំហំ sensor ធំជា lens ដែលល្អមាន aperture ធំអញ្ចឹងថតទៅឃើញច្បាស់ល្អមែនតើនេះគឺ Vivo X200 Pro រូបរាងវាគឺគែមកោងជុំវិញទាំងអស់ហ្មងអេក្រង់ក៏កោងតិចៗគែមដែរហើយសម្រាប់ទូរស័ព្ទនេះគឺមានលក្ខណៈពិសេសត្រង់ថាទាំង hardware ទៅលើកាមេរ៉ាក៏ខ្លាំង hardware ទៅលើការប្រើប្រាស់ដូចជា CPU ក៏ខ្លាំងដែរនេះគឺប្រើដោយ CPU ជំនាន់ថ្មី MediaTek Dimensity 9004 ដែលផលិតឡើងនៅក្នុងកម្រិត3 nanometer អញ្ចឹងធ្វើឲ្យ
ការប្រើប្រាស់ smooth រលូនហើយអត់ងាយក្តៅទៀតវាពិតជាអត់ងាយក្តៅមែនពេលដែលខ្ញុំប្រើប្រាស់ដូចជាការថត portrait edit skin នេះគឺយើងហៅថា computational photography ដែលវាទាមទារឲ្យប្រើកម្លាំង CPU អត់ក្តៅទេថតឡើងមកព្រឹកកន្លះថ្ងៃក៏អត់អីដែរនៅតែដំណើរការបានល្អមែនទែនហើយដែលនៅដៃខ្ញុំនេះវិញគឺមានទំហំ RAM គោលគឺ 16GB បូកជាមួយនឹង RAM បន្ថែម 16GB ទៀតអញ្ចឹង 32GB RAM មិនថាថត photo វីដេអូឬក៏លេង game អីទេគឺដឹងតែ smooth ហើយ storage គឺមានជម្រើសក្នុងដៃខ្ញុំនេះគឺជម្រើស 512GB ជាជម្រើសរៀងលើបន្តិចណាបើ base model ហ្មងគឺមាន RAM 12ហើយជាមួយនឹង storage 256ហើយមានជម្រើសពណ៌ផ្សេងៗការគេសម្ពោធផ្លូវការនៅថៃបានទៅចូលរួមគេដែរបានសាកផ្ទាល់នៅពេលហ្នឹងបានដឹងថាទូរស័ព្ទហ្នឹងគឺពិតជាមានសមត្ថភាពខ្លាំងមែនហើយនេះគឺខ្ញុំទិញប្រើខ្លួនឯងទេហើយទៅពេលដល់នឹកឃើញថាវាល្អអញ្ចឹងចង់ប្រាប់អ្នកទាំងអស់គ្នាពិតជាល្អមែនទិញអត់ខំម្ដងទេឥឡូវថតឲ្យផ្លូវការបន្តិចដាក់ភ្លើងដាក់អីឃើញទេដូរឈុតក្រហមទៀតអូលយហ្មងឃើញទេតោះសាកមើលខ្ញុំថតភាគច្រើនជាមួយនឹងកាមេរ៉ា portrait mode ប៉ុន្តែខ្ញុំបើក watermark ឲ្យអ្នកទាំងអស់គ្នាឃើញកុំឲ្យថាយើងមើលទៅយើងមិនដឹងណាអញ្ចឹងថាថតពីអីឥឡូវបើក watermark ទៅដើម្បីដឹងថាថតចេញពីទូរស័ព្ទអីអូខេឥឡូវខ្ញុំថតជាមួយនឹង lens 1x សាកលមើលឲ្យឃើញនៅក្រោមជង្គង់បន្តិចអូខេងាកមើលទៅខាងភ្លើងមិនលុយហ្នឹងហើយអូខេងាកចំកាមេរ៉ាមួយដើម្បីឲ្យឃើញ skin detail ច្បាស់មានន័យថាភាពលម្អិតនៅលើផ្ទៃមុខផ្ទៃស្បែកនេះគឺ portrait mode ហ្មងខ្ញុំអត់ record screen ទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលឃើញលទ្ធផលផ្ទាល់ដែលថតចេញហើយយើងដាក់បង្ហាញនៅលើ screen នេះមកមិនដែរ skin detail ប៉ុណ្ណឹងស្អាតទេហើយជាមួយនឹងប្លង់ថតជាមួយនឹងភ្លើងមួយអីចឹងណាមើលយើងដូរប្លង់តិចមើលខ្ញុំថតយើងឃើញមកចំហយើងអោនមុខតិចណាអូខេ1 2 3មូលហេតុពេលដែលយើងថតយើងចូលចិត្តប្រើ lens 50ឬក៏ lens 85ឬក៏ lens tele ហ្នឹងព្រោះដោយសារពេលដែលយើងថតទៅឃើញតួអង្គរៀង slim ស្អាតជាង lens ដែលទលាយភាគច្រើនគឺឃើញយើងថតអ្នកនរគ្នាអាចឃើញរូបនៅលើអេក្រង់នេះបានខ្ញុំបង្ហាញណាណែបើប្លង់នេះអែមអស់ស្ទះ